ថៃកំពុងធ្វើអត្តឃាតនយោបាយដោយការផ្កើនមហាអំណាចខណៈកម្ពុជាប្រកាន់ជំហរខ្លួនទីពឹងខ្លួន KTN Insight សូមជូនខ្លឹមសារវិចារណកថាការដែលថៃប្រកាសបដិសេធបទឈប់បាញ់និងបង្ហាញអាកប្បកិរិយាផ្កើនទៅនឹងសហរដ្ឋអាមេរិកឬរុញច្រានតួនាទីរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននោះគឺជារឿងរបស់ថៃនិងជាការទទួលខុសត្រូវរបស់ថៃចំពោះមុខច្បាប់អន្តរជាតិការហែកកិច្ចព្រមព្រៀងសន្តិភាពចោលទាំងកំរោលនិងការប្រើសម្ដីចំអកទៅកាន់មេដឹកនាំពិភពលោកមិនមែនជាភាពខ្លាំងទេតែវាជាការបង្ហាញពីភាពឯកោនិងកង្វះការទូតទុកឲ្យសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីជាអ្នកដោះស្រាយទៅចោះពីព្រោះពួកគេចេះធ្វើការងាររបស់ពួកគេហើយនៅពេលដែលដៃគូសន្ទនាមិនគោរពពាក្យសន្យាបែបនេះហើយការដោះស្រាយលើកនេះប្រហែលជាចំណាត់ការមាំនិងខ្លាំងជាងមុនសម្រាប់កម្ពុជាវិញកម្ពុជាមិនមែនជាផ្ទាំងស៊ីបសម្រាប់ឲ្យថៃវាយតាមចិត្តនោះទេយើងមានសិទ្ធិពេញលេញក្នុងការការពារខ្លួនការអត់ធ្មត់មានព្រំដែនហើយកណ្ដាប់ដៃដែករបស់យើងត្រៀមរួចជាស្រេចដើម្បីវាយទប់ទល់កំទេចខ្មាំងការពារជាតិកុកតែងភ្លេចជង់តែជង់មិនភ្លេចកុកទេសូមជឿជាក់លើកងទ័ពកម្ពុជាអតិភិបចំពោះមុខគឺការការពារជាតិនិងសង្គ្រោះពលរដ្ឋអ្វីដែលយើងត្រូវធ្វើបន្ទាន់នាពេលនេះមិនមែនរងចាំមើលថៃឆ្លោះគ្នាជាមួយអាមេរិកទេតែគឺការជួយសង្គ្រោះនិងសម្របសម្រួលដល់បងប្អូនជនភៀសសឹកខ្លួនទីពឹងខ្លួនជាកត្តាស្លាប់រស់ទោះបីជាភាពត្រឹមត្រូវរបស់កម្ពុជានឹងទាញយកមនុស្សល្អៗនិងសហគមន៍អន្តរជាតិឲ្យមកជួយខាងយើងក៏ដោយប៉ុន្តែក្នុងដំណាក់កាលនេះកម្ពុជាត្រូវតែជួយខ្លួនឯងឲ្យបានសិនការជួយខ្លួនឯងគឺជាអ្វីដែលសម្ដេចតែងតែលើកឡើងជាញឹកញយផ្លូវដែលថៃជ្រើសរើសគឺជាផ្លូវបិទឯផ្លូវដែលកម្ពុជាដើរគឺជាផ្លូវនៃសច្ចធម៌និងភាពរឹងមាំសាមគ្គីជាកូនសោវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today